តាញធ្រប់ដឹងទេថាប្រទេសឥណ្ឌូនេស៊ីបានសាងសង់ផ្លូវដ៏អស្ចារ្យមួយនៅលើសមុទ្រគម្រោងនេះមិនត្រឹមតែមិនគួរឲ្យជឿប៉ុណ្ណោះទេថែមទាំងត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ដើមឫស្សីរាប់លានដើមទៀតផងគម្រោងនេះបានកើតឡើងនៅតំបន់មួយដែលបាតសមុទ្រមានលក្ខណៈទន់និងភក់ខ្លាំងប្រសិនបើគេគ្រាន់តែចាក់ដីឬចាក់បេតុងធម្មតាវានឹងលិចឬរអិលមិនអាចទ្រទម្ងន់ស្ពានបានឡើយដូច្នេះក្រុមវិស្វករត្រូវស្វែងរកវិធីសាស្ត្រមួយដើម្បីបង្កើតគ្រឹះបណ្ដោះអាសន្នដ៏រឹងមាំសម្រាប់ទ្រផ្លូវដំណោះស្រាយដែលគេប្រើគឺការបង្កើតគ្រឹះឫស្សីកម្មករបានប្រើប្រាស់ដើមឫស្សីរាប់លានដើមដែលមានលក្ខណៈពិសេសលក្ខណៈសម្បត្តិដើមឫស្សីនីមួយៗត្រូវមានប្រវែង8ម៉ែត្រហើយមានអង្កត់ផ្ចិតចន្លោះពី8ទៅ10សង់ទីម៉ែត្រពួកវាត្រូវតែត្រង់និងញឹមស្នាមប្រេះបរិមាណសម្រាប់ផ្លូវដែលមានប្រវែងជាង10គីឡូម៉ែត្រគម្រោងនេះតម្រូវឲ្យមានដើមឫស្សីដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់10លានដើមកម្មករបានយកដើមឫស្សីទាំងអស់មកចងភ្ជាប់គ្នាឲ្យទៅជារាងក្បូនឬកន្ទេលហើយដាក់ជាន់លើគ្នានៅលើផ្ទៃបាតសមុទ្រដែលទន់នឹងនោះក្បូនឫស្សីនេះបានដើរតួជាពុកដ៏ធំមួយដើម្បីបែងចែកទម្ងន់ឲ្យលាបស្មើនិងការពារកុំឲ្យផ្លូវលិចនៅពេលដែលគ្រឹះឫស្សីត្រូវបានដំឡើងរួចរាល់គេក៏ចាប់ផ្ដើមចាក់ខ្សាច់ឬដីពីលើហើយចាក់បេតុងដើម្បីសាងសង់ផ្លូវនៅពីលើគម្រោងនេះមិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់នៃការប្រើប្រាស់ធនធានធម្មជាតិប៉ុណ្ណោះទេថែមទាំងជាគំរូដ៏អស្ចារ្យនៃវិស្វកម្មដែលសម្រាប់ទូទៅនឹងលក្ខខណ្ឌដីធម្មជាតិផងដែរ